trong tam caสังเกต bao nhiêu ឃើញថាអ្នកគ្រូគាត់បង្រៀនដើរតាមសភៅណែនាំគ្រូដែលគាត់មានមុននឹងចាប់ផ្ដើមបង្រៀនហ្នឹងគាត់មានការសួរសំណួរបំផុសដែរពីមេគុណឲ្យសិស្សរកចម្លើយតែត្រង់កន្លែងហ្នឹងបើតាមសភៅណែនាំគ្រូយើងត្រូវសរសេរនៅលើក្តារឈ្នួនហើយលើបង្ហាញគ្រូឲ្យគ្រូគាត់កែតម្រូវឲ្យត្រួតពិនិត្យមើលចឹងចូលដល់កន្លែងសកម្មភាពបង្រៀនគឺអ្នកគ្រូគាត់បានដើរតាមនិយាយទៅសឹងទាំងអស់មកហ្មងមានតាមពីគាត់បង្ហាញទៅលើការប្រើនាឡិកាស្បតិមិត្តសួរសំណួរទៅកាន់សិស្សទៅលើម៉ោងនាទីហ្នឹងឲ្យសិស្សឆ្លើយហើយគាត់បង្ហាញពីម៉ោងគប់សួរប្រដេញតាក់ទងជាមួយនឹងរបៀបសរសេរម៉ោងពន្យល់ទៅលើវិនាទីទៅជាម៉ោងមាន60នាទីទៅជាស្មើនឹង1ម៉ោងហើយគាត់បញ្ចូលឡើងអស់ហើយគាត់បានបង្ហាញនាឡិកាហ្នឹងឲ្យសិស្សឆ្លើយឲ្យសិស្សសរសេរម៉ោងរួចលើកបង្ហាញហើយគាត់ដល់កន្លែងសកម្មភាពជាដៃគូគាត់បានបែងចែកជា2ក្រុមដែរហើយកន្លែងហ្នឹងគាត់បានបង្ហាញទៅលើឲ្យសិស្សម្នាក់ហ្នឹងគាត់ចាប់ម៉ោងហើយកត់នៅលើក្តារឈ្នួនឲ្យសិស្សម្នាក់ទៀតជាអ្នកបង្ហាញអានទៅលើម៉ោងហ្នឹងហើយបន្ទាប់មកអ្នកគ្រូគាត់បានកត់ម៉ោងជាលេខមានលេខ6លេខ2នៅលើក្តារឈ្នួនហើយបានហៅសិស្សប្រុសម្នាក់ឡើងទៅអានម៉ោងដែរគាត់បានចាប់ហើយគាត់ទៅសេនៅលើក្តារឈ្នួនហ្នឹងឲ្យបង្ហាញទៅសិស្សឲ្យសិស្សឆ្លើយហើយបន្ទាប់មកគាត់ចូលដល់កន្លែងការវិតម្លៃការសិក្សាអ្នកគ្រូបានវិតម្លៃការសិក្សាដែរដោយគាត់បង្ហាញជារូបនាឡិកាទៅលើបិទនៅលើក្តារខៀនឲ្យសិស្សសង្កេតមើលម៉ោងឲ្យសរសេរនៅលើក្តារឈ្នួនបង្ហាញជាម៉ោងនិងនាទីគាត់ធ្វើកន្លែងហ្នឹងច្រើនដងដែរដូរចលនាទីវីដេអូហើយបន្ទាប់មកគាត់មានកិច្ចការផ្ទះដែលកិច្ចការផ្ទះនោះអ្នកគ្រូគាត់ដាក់នៅក្នុងសៀវភៅជំនួយគណិតវិទ្យានិងសៀវភៅកូនស្វាឆ្លាតមានបណ្ដាប់ឆ្នាំផ្ញើអីនិយាយទៅគាត់ដើរតាមសៀវភៅណែនាំគ្រូទាំងអស់បាទអរគុណច្រើនគ្រូគុណច្រើន